សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់រឿងដ៏សោកសៅមួយដែលបានកើតឡើងនៅក្នុងក្រុមគ្រួសារមួយក្នុងឆ្នាំ2012ដែលនៅពីក្រោយផ្ទាំងនៃស្នាមញញឹមនិងជីវិតប្រកបដោយភាពសប្បាយរីករាយរបស់ក្រុមគ្រួសារនោះគឺបង្កប់ទៅនឹងស្ថានភាពមិនធម្មតាហេតុការណ៍នៃជីវិតពិតមួយដែលពោរពេញទៅដោយភាពងងឹតការលួចបំពុលនិងការសម្លាប់ប្តីនិងកូនស្រីរបស់ខ្លួនតើហេតុអ្វីបានជារឿងនេះកើតឡើងហេតុអ្វីបានជាម្ដាយម្នាក់ពលប្តីនិងកូនរបស់ខ្លួនហើយនរណាជាអ្នកដែលនាំឲ្យរឿងនេះក្លាយជាព្រឹត្តិការណ៍ឃាតកម្មដ៏រន្ធត់មួយនេះតាមដានរឿងដ៏គួរឲ្យរន្ធត់នេះទាំងអស់គ្នាជាមួយខ្ញុំពេលនេះទៅ Dan Stott បន្ទាប់ពីប្តីរបស់នាងបានស្លាប់ត្រូវបានគេសង្កេតឃើញពីអាកប្បកិរិយាប្លែកៗរបស់នាងលោក Mark Stock អាយុ61ឆ្នាំរស់នៅ Springfield បានទទួលមរណភាពនៅថ្ងៃអាទិត្យជាថ្ងៃបុណ្យ Easter ក្នុងឆ្នាំ2012បន្ទាប់ពីមានរោគសញ្ញាដូចជំងឺផ្ដាសាយបាក់សីអស់រយៈពេលជាច្រើនថ្ងៃ Marcoso បានប្រាប់មកសារព័ត៌មានថាកំឡុងពេលធ្វើបុណ្យសពឲ្យ Mark ដែលជាប្តីបានចែកថានោះ Dan បានធ្វើសកម្មភាពដូចជានាងកំពុងរៀបចំពិធីជប់លៀងមួយមិនមានទុក្ខសោកព្រួយអ្វីនោះដំបូងឡើយខ្ញុំគិតថាវាគ្រាន់តែជាវិធីនៃការបន្លប់ភាពសោកសៅរបស់នាងតែប៉ុណ្ណោះ5ខែក្រោយមកវាហាក់ដូចជាគ្រួសារនេះត្រូវជួបនឹងសំណាងអាក្រក់បន្ថែមទៀតនៅពេលដែលកូនប្រុសរបស់ប្តីប្រពន្ធរូបនេះឈ្មោះ Sean អាយុ26ឆ្នាំដោយមានរោគសញ្ញាដូចទៅនឹង Mark ដែលជាឪពុករបស់ខ្លួនដែលបានចែកឋានប្រមាណខែមុននោះគាត់មានរោគសញ្ញាដូចជំងឺផ្ដាសាយមុនពេលគាត់ស្លាប់ប៉ុន្តែអ្នកពិនិត្យសុខភាពបានអះអាងថា Sean ស្លាប់ដោយសារមូលហេតុអ្វីមួយផ្សេងទៀតដោយផ្អែកលើស្នាមរបួសដោយការប្រកាច់ពេលដែលគាត់បានលាចាកលោកនេះលោក Michael Stott បងប្រុសរបស់ Mark បានប្រាប់សារព័ត៌មានថាដោយកត់សម្គាល់ឃើញថា Dan ហាក់ដូចជាប្រងើយកន្តើយនឹងការស្លាប់របស់កូនប្រុសនាងមិនបាននឹងរៀបចំកម្មវិធីបុណ្យឲ្យ Sean ឲ្យបានសមរម្យនោះឡើយហាក់មិនមានភាពខ្វាយខ្វល់ពីការស្លាប់របស់ Sean ដែលជាកូនប្រុសនាងទាល់តែសោះភាពងងឹតតានតឹងកាន់តែខ្លាំងបានកើតមានដល់គ្រួសារនៅខែមិថុនាបន្ទាប់នៅពេលដែលកូនប្រុសរបស់ Dan ឈ្មោះសារ៉ាអាយុ24ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាដូចជំងឺផ្ដាសាយដូចទៅនឹងឪពុកនិងបងប្រុសរបស់នាងអញ្ចឹងខណៈដែលសារ៉ាកំពុងតែតស៊ូដើម្បីជីវិតរបស់នាងក៏មានអ្នករាយការណ៍ដែលជាជនអនាមិកម្នាក់បានទូរស័ព្ទទៅកាន់ប៉ូលីសនិងនិយាយថាគាត់ជឿថា Dan បានសម្លាប់ប្តីនិងកូនប្រុសរបស់នាងអ្នកដែលទូរស័ព្ទនៅពីក្រោយត្រូវបានគេកំណត់អត្តសញ្ញាណថាជាគ្រូគង្វាលនៃព្រះវិហារដែល Dan បានចេញចូលកន្លងមកគាត់បាននិយាយប្រាប់ប៉ូលីស Springfield លោក Neil McAmis ថាគាត់ក៏បានកត់សម្គាល់ពីសកម្មភាពមិនប្រក្រតីក្រោយការស្លាប់របស់សមាជិកក្នុងក្រុមគ្រួសារនេះជាបន្តបន្ទាប់ McAmis បានប្រាប់សារព័ត៌មានថា Dan មិនបានសោកសៅនៅពេលដែល Mark បានស្លាប់គាត់គិតថាប្រតិកម្មរបស់ Dan បន្ទាប់ពី Mark បានស្លាប់គឺចម្លែកគ្រូគង្វាលបាននិយាយថាការសង្ស័យរបស់គាត់ត្រូវបានកើតឡើងនៅពេលដែល Sean ហាក់ដូចជាមានសុខភាពល្អបានស្លាប់ហើយ Dan ហាក់ដូចជាមិនមានភាពសោកសៅនិងខ្វាយខ្វល់ពីរឿងនេះទាល់តែសោះក្នុងកំឡុងពេលសាកសួរដោយប៉ូលីស Dan ដើមឡើយបានបដិសេធថាមិនមានអ្វីពាក់ព័ន្ធនឹងការស្លាប់របស់ Mark ឬ Sean ប៉ុន្តែខណៈដែលរឿងរបស់នាងចាប់ផ្ដើមលាតត្រដាងបន្តិចម្ដងទៅតាមការឆ្លើយឆ្លងនៃការសាកសួរចម្លើយនឹងបានបកស្រាយថានាងដាក់ថ្នាំស្អំឡាម៉ាស៊ីនឡានឲ្យទៅពួកគេញ៉ាំនៅពេលដែល Mark Amis សួរនាងថាតើឲ្យវាទៅពួកគេញ៉ាំដោយរបៀបណានាងបាននិយាយថានាងបានបំពុល Mark ក្នុងរយៈពេល3ថ្ងៃដោយដាក់ថ្នាំទឹកស្អំម៉ាស៊ីនឡានបងប្អូនទឹកស្អំម៉ាស៊ីនឡានបងប្អូនស្គាល់ហើយដាក់ទឹកថ្នាំហ្នឹងនៅក្នុងភេសជ្ជៈដែល Mark បានញ៉ាំ Dan បានប្រាប់ Mark Amis ទៀតថានាងខឹងនឹង Sean ដែលជាកូនប្រុសព្រោះគាត់មិនដែលធ្វើការអ្វីទាល់តែសោះមិនត្រឹមតែប៉ុណ្ណោះទេ Dan បានប្រាប់ Mark Amis ទៀតថាខឹងនឹង Sarah ដែលជាកូនស្រីព្រោះនាងមានកម្ចីនៅមហាវិទ្យាល័យនៅស្រុកគេមានកម្ចីមហាវិទ្យាល័យបងប្អូនដល់ពេលកំណត់ប៉ុន្តែនៅតែគ្មានការងារធ្វើ Dan បាននិយាយថានាងដាក់2ស្លាបព្រាបាយក្នុងភេសជ្ជៈរបស់ពួកគេព្រោះពួកគេ
នឹងញ៉ាំវាហើយទៅធ្វើអ្វីដែលពួកគេចង់ធ្វើដែលមិនមានផលប្រយោជន៍អីទាល់តែសោះចំពោះនាងនៅថ្ងៃទី21ខែមិថុនាឆ្នាំ2013 ដែនត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទសម្លាប់ប្តីនិងកូនប្រុសរបស់នាងនិងព្យាយាមសម្លាប់សារ៉ាដែលជាកូនស្រីខណៈពេលដែលដែនកំពុងត្រូវបានសាកសួរអ្នកស៊ើបអង្កេតទទួលបានដីកាឆែកឆេរផ្ទះរបស់នាងតែពួកគេបានកំណត់ឃើញទឹកស្អំម៉ាស៊ីនឡាននិងសូដានិងសៀវភៅកំណត់ហេតុដែលជាកម្មសិទ្ធិរបស់កូនសំណប់ចិត្តដែនឈ្មោះ Rachel គឺជាកូនសំណប់ចិត្តរបស់ដែនបងប្អូនហ្នឹងហើយអ្វីដែលពួកគេបានអាននៅក្នុងនោះគឺគួរឲ្យរន្ធត់អត្ថបទបានសរសេរថាវាជារឿងដ៏សោកសៅនៅពេលដែលខ្ញុំដឹងថាឪពុករបស់ខ្ញុំនឹងត្រូវស្លាប់ដោយដូចម្ដេចក្នុងរយៈពេល2ខែខាងមុខ Sean ប្អូនប្រុសរបស់ខ្ញុំនឹងជាអ្នកត្រូវស្លាប់បន្ទាប់ឆាប់នេះដំបូងឡើយ Rachel បានអះអាងថានាងគ្រាន់តែរៀបរាប់ពីក្តីយល់សប្តិពីការយល់សប្តិរបស់នាងតែប៉ុណ្ណោះប៉ុន្តែនៅទីបំផុតនាងក៏បានសារភាពថាបានជួយម្ដាយរបស់នាងបំពុលគ្រួសារដោយប្រាប់ម៉ាក់អាមីថាដែនចង់ឲ្យបងប្រុសរបស់នាងស្លាប់និងសារ៉ាក៏មិនអាចអនុញ្ញាតឲ្យនាងបានរស់រានមានជីវិតដែរបងប្អូនRachel ត្រូវបានចាប់ខ្លួនមួយថ្ងៃបន្ទាប់ពីម្ដាយរបស់នាងនៅឆ្នាំ2016 Rachel បានសារភាពកំហុសចំពោះឃាតកម្មនេះហើយព្យាយាមបំពុលសារ៉ានាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់2ជីវិតបងប្អូនអស់2ជីវិតដែលត្រូវបានចោទពីបទឃាតកម្មចំនួន2ហើយត្រូវបានកាត់ទោសឲ្យជាប់គុកអស់1ជីវិតដោយគ្មានលទ្ធភាពនឹងដោះលែងឡើយអូខេបងប្អូនទាំងអស់គ្នារឿងនេះក៏ដល់ទីបញ្ចប់ដែរយើងអាចសម័យឃើញថាដែនដែលជាម្ដាយគឺគាត់មានហាក់ដូចជាមានជំងឺរោគចិត្តយ៉ាងម៉េចមិនដឹងទេបងប្អូនគ្រាន់តែមូលហេតុបន្តិចបន្តួចប៉ុណ្ណឹងក៏គាត់ដល់ថ្នាក់សម្លាប់ប្តីដល់ថ្នាក់សម្លាប់កូនស្ទើរតែទាំងអស់បាទហ្នឹងហើយគាត់សម្លាប់ស្ទើរតែទាំងអស់សល់តែកូនសំណប់ចិត្តរបស់គាត់មួយឈ្មោះ Rachel តែគាត់ជួយម្ដាយក្នុងការសម្លាប់ឪពុកនិងបងប្អូនរបស់គាត់ហាក់ដូចជាអ្នកទាំងពីរហ្នឹងមានជំងឺរោគចិត្តយ៉ាងម៉េចក៏មិនដឹងដែរបងប្អូនបើតាមស្ដាប់ទៅវាអត់មានមូលហេតុអីធ្ងន់ធ្ងរទាល់សោះក៏អាចក៏ជាការសម្លាប់ដាក់ថ្នាំបំពុលដល់សមាជិកក្រុមគ្រួសារដោយគ្មានញញើតបន្តិចណាសោះឡើយហើយជាចុងក្រោយនេះក៏សូមបងប្អូនទាំងអស់ជួយចុច like ចុច subscribe មកដល់ channel ដើម្បីទទួលបាននៅវីដេអូអាប់ដេតថ្មីៗព្រឹត្តិការណ៍ថ្មីៗជុំវិញពិភពលោកដែលខ្ញុំនឹងផុសជាបន្តហ្នឹងហើយតាក់ទងទៅនឹងការ comment សូមបងប្អូនជួយ comment ល្អដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទខំធ្វើcontent តាក់ទងទៅនឹងការព័ត៌មានផ្សេងនៅលើពិភពលោកឲ្យបងប្អូនបានស្ដាប់ហើយនៅជាចុងក្រោយក៏សូមឲ្យជូនពរដល់បងប្អូនជួបតែសំណាងល្អសុខភាពល្អហើយរកស៊ីទទួលទានមានបានណាហើយពិសេសហ្នឹងសុខភាពបងប្អូនថែរក្សាសុខភាពឲ្យបានល្អជម្រាបលាបាយបាយ